ទី37យើងទៅមណ្ឌលសុខភាពអំណានជំនឿងរំនាំបត់ផ្កាយរមែកគ្រូសូមតែដាំគូទៅចងចាំឲ្យបានច្បាស់ថាទាំងការរស់នៅទាំងញ៉ាំអាហារទៅជារក្សាទៅអាណាម័យទៅជារក្សាទៅអាណាម័យកូនចៅប្រុសស្រីជំនឿសពថ្ងៃមានច្រើនកម្រងតាមមុខមានយឺតដល់មនុស្សសត្វផងដើម្បីចំរងរូបគ្រាដល់យើងដើម្បីចំរងរូបគ្រាដល់យើងបើមានបញ្ហាជុកចាប់កាយាទៅចាប់ឧទ្រាទៅមណ្ឌលសុខភាពឲ្យបានច្បាស់រហាំងជំងឺជាតិសាសសុខភាពបវរជំងឺជាតិសាសសុខភាពបវរការរៀនពាក្យក៏អំណានពាក្យរក្សាអានថារក្សាបញ្ហាថាបញ្ហារហាអានថារហាខបុញយល់ពាក្យរក្សាណាបៀជាកិរិយាសព្ទថែទាំបីបាច់ចិញ្ចឹមការពាក្យអនាម័យណាបៀជានាមដំណើរមិនមានរោគសេចក្តីសុខសប្បាយបញ្ហាណាបៀជានាមពាក្យឬសម្ដីដែលមានអាកំបាំងទាល់តែអ្នកមានប្រាជ្ញាទើបអាចដឹងបានចំណោទvàប្រាថ្នាគោបដិស័ព្ទច្រើនទៅនឹងតិចតុកទៅនឹងសុខខវេវចនៈសព្ទនឹងពាក្យកាយាខ្លួនរាងកាយកាយងោសត្វសត្វនឹងពាក្យរស់ណាបៀជាគណនាមមានជីវិតរស់នៅមិនតាន់ស្រាប់រស់ណាបៀជានាមសម្បុរផ្លែកដែលប៉ះពណ៌ជីវហាប្រាសាទដឹងថាជូរប្រៃចត់វិនអែមជាផ្អែមសំណួរតើគ្រូបានដាំអូនឲ្យចងចាំអ្វីខ្លះ2តើប្អូនស្គាល់ជំងឺអ្វីខ្លះនៅក្នុងស្រុកយើង3ប្រសិនជាប្អូនមានជំងឺតើត្រូវទៅមកព្យាបាលនៅកន្លែងណា4តើប្អូនត្រូវធ្វើអ្វីខ្លះដើម្បីបង្ការជំងឺឆ្លងលំហាត់1ឱសហាត់ច្រៀងចម្រៀងឡើងវិញឲ្យបានត្រឹមត្រូវ2ចូលរកបដិស័ព្ទនិងពាក្យរហ័ស3ចូលរកវេវចនៈសព្ទនិងពាក្យរុទ្រា4ចូលសតុស័ព្ទនិងពាក្យសព្ទ5ចូលគូសញ្ញាគ្រាក្នុងប្រអប់ចម្លើយដែលត្រូវនឹងអត្ថន័យនៃបទចម្រៀងខាងលើសំណួរឬសំណេរកសរសេរតាមអានត្រួតពិនិត្យវគ្គចម្រៀងខាងក្រោមកូនចៅប្រុសស្រីជំងឺសពថ្ងៃមានច្រើនចម្រងតាមមុខយឺតដល់មនុស្សសត្វផងដើម្បីចំរងរោគគ្រាដល់យើងដើម្បីចំកងរោគគ្រាដល់យើងដើម្បីចំទៅជាចាត់មានបញ្ហាជោគចាប់កាយាត្រូវចាក់ចាប់ឧទ្រាងទៅមណ្ឌលសុខភាពឲ្យបានរហ័ងជំងឺជាតិសាសសុខភាពបវរជំងឺជាតិសាសសុខភាពបវរសំណួរតើសប្តាហ៍ថ្ងៃនេះមានជំងឺអ្វីខ្លះកើតឡើង2ពេលមានជំងឺតើអ្នកត្រូវធ្វើដូចម្ដេច3តើប្អូនត្រូវធ្វើដូចម្ដេចដើម្បីកុំឲ្យកើតជំងឺលំហាត់ចប់ពន្យល់ពាក្យបញ្ហា2ចូលរកបដិស័ព្ទនិងពាក្យរហ័ស3ចូលស្រង់វេវចនៈសព្ទនិងពាក្យកាយា4ចូលស្រង់សតុស័ព្ទនិងពាក្យសព្ទខចូលរកពាក្យទៅបំពេញចំណើខាងក្រោមគ្រូសូមតាំកូនត្រូវចងចាំឲ្យបានថា
ទាំងការរស់នៅទាំងញ៉ាំអាហារត្រូវចេះរក្សាធ្វើអនាម័យត្រូវចេះរក្សាធ្វើអនាម័យចូល3គោចូលតែងបាតាមរូបភាពខាងក្រោមខចូលសរសេរអក្សរចងជនជំនះញោនិងញញឹមជំរាបលាបងប្អូន